បាទសួស្តីមកបន្តគ្នានៅក្នុងវីដេអូនេះគឺយើងបន្តចូលដល់មេរៀនទី3ទាក់ទងទៅនឹងការប្រើប្រាស់នៅ Windows 11ទាក់ទងទៅនឹង Windows គឺយើងបានធ្លាប់ឮហើយនឹងស្គាល់ខ្លះហើយដែលយើងបានធ្លាប់ធ្វើការសិក្សានៅក្នុងមេរៀនទី1នៅចំណុចទី3ដែលយើងសិក្សាពីសមាសធាតុផ្សំរបស់កុំព្យូទ័រដែលយើងសិក្សាអំពី software ជាងយើងដឹងហើយ Windows នេះគឺជា software ប្រភេទ operating system software បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាឲ្យកាន់តែច្បាស់ទាក់ទងទៅនឹង Windows របស់យើងបាទអញ្ចឹងយើងចូលដល់ចំណុចទី1ទាំងអស់គ្នាទី1គឺថាតើអ្វីទៅជា Windows អញ្ចឹង Windows គឺជាសំណុំនៃកម្មវិធីគ្រប់គ្រងរៀបចំនិងធ្វើឲ្យឧបករណ៍កុំព្យូទ័រស្គាល់គ្នាអាចដំណើរការបាននិងអាចឲ្យកម្មវិធីឬក៏យើងហៅថា application ដូចជា dictionary ឬក៏ទាក់ទងទៅនឹង game ឬក៏កម្មវិធីថតសម្លេងនិងកម្មវិធីជាច្រើនទៀតដែលយើង download ពី App Store ឬ Play Store និងចំពោះទូរស័ព្ទហើយបើកុំព្យូទ័រគឺយើងទៅ download តាមរយៈbrowser អញ្ចឹងវាអាចឲ្យកម្មវិធីឬក៏ application ដទៃទៀតអាចដំឡើងទៅលើវាបានអញ្ចឹង Windows មានជាច្រើនចំនួនបាទអញ្ចឹងវាមានចំនួនរបស់វាមាន Microsoft DOS បាទនេះឈ្មោះរបស់ Windows ណាមាន Microsoft DOS Windows 1.0 បាទ Windows 2.0 Windows 95 Windows NT 4.0 Windows 98ឬយើងហៅថា Windows 98ហ្នឹងណាបាទ Windows 2000 Windows Me Windows HP Windows Vista Windows 7 Windows 8 Windows 8.1 បាទ Windows 10ហើយនិង Windows បាទ11យើងហៅថា Windows 11នេះជាង Windows 11នេះគឺជា Windows ចំនួនថ្មីហើយនេះពេលបច្ចុប្បន្ន Windows ដែលគេប្រើប្រាស់គឺនៅមានត្រឹម Windows 7 បាទត្រឹម Windows 7 Windows 8 8.1 ហើយនិង10ហើយចំពោះបាទ Windows 7 Windows 8 8.1នេះគឺមានអ្នកប្រើប្រាស់បាទតិចតួចនេះពេលបច្ចុប្បន្នបាទអញ្ចឹងនេះពេលបច្ចុប្បន្នដែលលោកគ្រូកំពុងតែថតវីដេអូនេះគឺនៅក្នុងឆ្នាំ2023ណាបាទហើយបច្ចុប្បន្នគឺពីច្រើនគឺប្រើប្រាស់នៅ Windows 10 បាទហើយនិង Windows 11នេះហើយនៅឆ្នាំ2023នេះ Windows 11គឺជា Windows បាទស៊េរីថ្មីជាងគេហើយអាចនៅថ្ងៃខាងមុខគឺមានគេ update ចេញជា Windows ផ្សេងទៀតណាបាទជាងនៅខាងក្រោមនេះគឺជារូបភាពទៅតាមប្រភេទ Windows ជាងយើងអាចស្គាល់ Windows ដោយអាចមើលទៅលើ desktop ឬក៏អេក្រង់កុំព្យូទ័ររបស់យើងបើករណីយើងឃើញរូបភាពបែបនេះគឺយើងអាចដឹងថា Windows អ្វីហើយចឹងដំបូងគឺតាក់ទងទៅនឹងបាទ Windows 7 បាទ Windows 7គឺវាមានរូបរាងបែបនេះវាមានត្រង់ Start button នេះគឺមានបាទ icon លក្ខណៈពណ៌ក្រហមលាយមាសលាយបៃតងនិងខៀវបាទយើងអាចមើលទៅលើរូបនេះគឺច្បាស់ជាងបាទហើយនៅពេលដែលយើងចុច Start button ហ្នឹងទៅគឺវាបង្ហាញជារូបភាពបែបនេះបាទហើយមួយទៀតតាក់ទងនឹង Windows 8 បាទ Windows 8ហើយនឹង 8.1 បាទ Windows 8និង 8.1 នេះគឺស្តៀងគ្នាទេបាទនេះអញ្ចឹង Windows 8ហើយនឹង 8.1 គឺវាមានរូបរាងបែបនេះបាទមាន icon បាទរូបនៃកម្មវិធីណាបាទហើយមាន Start button បាទ Start button ខាងក្រោមនេះបាទរូបលក្ខណៈសបែបនេះហើយមួយទៀតគឺវាមាននៅពេលដែលយើងចុច Start button នេះនៅពេលយើងចុច Start button នេះគឺវានឹងបង្ហាញរូបភាពដូចខាងលើនេះបាទឃើញទេបាទបន្តមកគឺយើងចូលទៅដល់ Windows 10 បាទជា Windows 10 គឺមានរូបរាងបែបនេះវាមាន Start button បែបនេះហើយនៅពេលដែលយើងចុចទៅលើ Start button ហ្នឹងទៅវានឹងបង្ហាញបាទផ្ទាំងដូចដែលរូបលោកគ្រូបង្ហាញនេះបាទហ្នឹងហើយចំណែក Windows 11វិញ Windows 11នៅពេលដែលយើងចុច Start button ទៅគឺវានឹងបង្ហាញបាទផ្ទាំងបែបនេះហើយចំពោះ Windows 11 Start button ហើយនឹងកម្មវិធីផ្សេងទៀតដែលជាប់នៅលើ taskbar នេះគឺវានឹងបង្ហាញចំផ្នែកកណ្ដាលនៃ taskbar របស់យើងតែម្ដងវាអត់ដូច Windows ផ្សេងទេគឺតើតើទៅនឹង Start button ឬក៏កម្មវិធីដទៃទៀតដែលយើងទាញដាក់នៅក្នុង taskbar ខាងក្រោមនេះបាទអញ្ចឹងបងប្អូនឃើញហើយតើតើទៅនឹង Start button ហើយនឹងកម្មវិធីដទៃទៀតគឺវាស្ថិតនៅផ្នែកខាងឆ្វេងនៃ taskbar របស់យើងបាទដូចជា Windows 8បាទ Windows 10បាទក៏ស្ថិតនៅផ្នែកខាងឆ្វេងនៃ taskbar Windows 7ក៏ដូចគ្នាស្ថិតនៅផ្នែកខាងឆ្វេង
ប៉ុន្តែចំពោះ Windows 11 គឺស្ថិតនៅចំកណ្ដាលនៃ taskbar របស់យើងតែម្ដងប៉ុន្តែក៏យើងអាចធ្វើការកំណត់ឲ្យវាស្ថិតនៅផ្នែកខាងឆ្វេងនៃ taskbar របស់យើងក៏បានដែរជា Windows 11 គឺវាមានប្លែកខុសពី Windows ដទៃហើយបាទរូបភាពរបស់វាស្អាតស្អាតណាស់ណាបាទនេះគឺយើងអាចធ្វើការសម្គាល់ទៅលើរូបរាងនៃ Windows របស់យើងអាចដឹងថាជា Windows អ្វីហើយប៉ុន្តែដើម្បីកាន់តែច្បាស់គឺយើងធ្វើការសិក្សានៅផ្នែកខាងក្រោមនេះយើងអាចដឹងកាន់តែច្បាស់ថា Windows របស់យើងគឺជា Windows អ្វីបាទជាងគេថាបាទតាមការពិនិត្យមើលតាមរូបភាពខាងលើដែលបង្ហាញពីមុខមាត់ឬក៏យើងហៅថា user interface នៃ Windows យើងអាចដឹងថានោះជា Windows 7 Windows 8 Windows 8.1 Windows 10 និង Windows 11 ហើយប៉ុន្តែដើម្បីឲ្យកាន់តែច្បាស់ថែមទៀតនោះយើងអាចធ្វើការអនុវត្តដូចខាងក្រោមបាទអញ្ចឹងយើងអាចអនុវត្តដូចខាងក្រោមនេះគឺយើងអាចដឹងកាន់តែច្បាស់ហើយអញ្ចឹងទី1គឺយើងអាចធ្វើការ mouse ស្ដាំទៅលើ disk PC បាទ disk PC disk computer របស់យើងនេះណាបន្ទាប់មកយើងចូលទៅកាន់ property បាទ property ហើយទី2បន្ទាប់ពិនិត្យមើលត្រង់ edition បាទ edition បាទ edition ផ្នែកខាងក្រោមនេះបាទដូចរូបភាពដែលគេបង្ហាញណាបាទ edition គេដាក់ថា Windows 11 Pro បាទនេះបាទអញ្ចឹងត្រង់ edition នេះគេដាក់ថា Windows 11 Pro អញ្ចឹងយើងអាចដឹងថាWindows របស់យើងនេះគឺជា Windows 11ហើយអញ្ចឹងយើងអាចអនុវត្តបាទមើលគ្រូអនុវត្តទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែមកស្ដាំឲ្យចំ disk PC របស់យើងមកបាទមកស្ដាំមួយមកហើយយកពាក្យថា property បាទបន្ទាប់មកយើង scroll ចុះក្រោមមើលពាក្យត្រង់ edition បាទ edition គេដាក់ថា Windows 11 Pro បាទអញ្ចឹងយើងអាចដឹងច្បាស់ហើយថា Windows របស់យើងជា Windows អ្វីបាទបន្ទាប់មកគេថាមិនទៀតបាទគេថាប៉ុន្តែចំពោះ Windows 10 series ចាស់ចុះក្រោមវានឹងបង្ហាញនៅផ្នែកខាងស្ដាំជាខាងលើថាជា Windows 7 Windows 8 Windows 8.1 ឬក៏ Windows 10 បាទអញ្ចឹងមានន័យថាចំពោះបាទ Windows ក្រោម Windows 11ណាមានដូចជា Windows 7 Windows 8 Windows 8.1 ឬក៏ Windows 10គឺវាអត់បង្ហាញភាគច្រើនណាភាគច្រើនគឺវាអត់បង្ហាញនៅផ្នែកខាងក្រោមដាក់ថា Windows 11ឬក៏ Windows 7 Windows 8 ឬក៏ Windows 10ទេគឺវាបង្ហាញនៅផ្នែកបាទផ្នែកខាងនេះផ្នែកខាងស្ដាំជាងខាងលើត្រង់កន្លែងនេះដាក់ថា Windows 10បាទ Windows 7 Windows 8ជាដើមអត់ជាអក្សរធំតែម្ដងហើយកន្លែងនេះវាមានករណីមួយចំនួនចំពោះតែ Windows 10ទេបាទអញ្ចឹងចំពោះ Windows 10 series ថ្មីគឺវាអាចបង្ហាញបាទផ្នែកខាងក្រោមនេះដាក់ថា Windows 10បាទអញ្ចឹងនៅក្នុងវីដេអូនេះតកតងទៅនឹងការសិក្សាពីចំណុចទី1តកតងទៅនឹងថាតើអ្វីទៅជា Windows យើងបានស្គាល់ហើយដឹងពីប្រភេទហើយនឹងរូបរាងរបស់វាហើយនៅវីដេអូក្រោយគឺយើងនឹងបន្តចូលដល់ចំណុចបន្តទៀតគឺចំណុចទី2តកតងទៅនឹងការបើកនិងបិទ Windows ឬក៏យើងហៅថាបិទបើកកុំព្យូទ័រណាបាទជាចំពោះវីដេអូនេះគឺលោកគ្រូសូមបញ្ចប់ប៉ុណ្ណឹងបាទសូមអរគុណ